បាទអញ្ចឹងលោកគ្រូសូមពន្យល់នៅចម្លើយដែលត្រឹមត្រូវនៅពេលដែលយើងប្រឡងយកប័ណ្ណបើកបរអញ្ចឹងវិញ្ញាសាទី1គេសួរថាប្រជាពលរដ្ឋដែលមានអាយុ22ឆ្នាំបរិបូរណ៍តើអាចប្រឡងយកប័ណ្ណបើកបរយានយន្តប្រភេទណាខ្លះបាទអញ្ចឹងចម្លើយកបាទជាចម្លើយត្រឹមត្រូវគឺប្រភេទកខគនិងខ1ចូលវិញ្ញាសាទី2និយមន័យរថយន្តគ្រួសារមានន័យដូចម្ដេចទើបត្រឹមត្រូវបាទយើងដឹងហើយថាគ្រួសារគឺបានតែគ្រួសារមិនលក្ខប្រើសម្រាប់តែលក្ខណៈគ្រួសារណាបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយករថយន្តដែលមានផ្ទុកមនុស្សមិនលើសពី9នាក់ដោយគិតទាំងអ្នកបើកបរនិងរថយន្តនេះអាចត្រូវបានប្រើប្រាស់ជាលក្ខណៈគ្រួសារនោះទេបាទអញ្ចឹងគឺចម្លើយកជាចម្លើយដែលត្រឹមត្រូវតើអ្នកបើកបរអាចបត់ត្រឡប់ក្រោយនៅចិត្តផ្លូវប្រសពឬក៏ផ្លូវរថភ្លើងឆ្លងកាត់បានដែរឬទេបាទអញ្ចឹងគឺមិនបាននោះទេមិនអាចបត់បាននោះទេដូច្នេះចម្លើយខជាចម្លើយត្រឹមត្រូវតើរូបសញ្ញាខាងក្រោមនេះមានន័យដូចម្ដេចទើបត្រឹមត្រូវអញ្ចឹងយើងមើលរូបមើលមានដូចជាទឹករលកណាបាទអញ្ចឹងសូមប្រុងប្រយ័ត្នខាងមុខមានផ្លូវទឹករលកបាទចុះទួលឡើងទួលរលកណាដូច្នេះអ្នកបើកបរសូមប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់កើតឡើងតើរូបសញ្ញាខាងក្រោមមានន័យដូចម្ដេចទើបត្រឹមត្រូវអញ្ចឹងគឺជាប់ផ្លូវសម្រាប់រថយន្តដឹកអ្នកដំណើរធ្វើចរាចរណ៍បាទអញ្ចឹងគឺចម្លើយកជាប់ផ្លូវមានន័យថាម៉េចមានន័យថាពីមុនមកបាទពីមុនមកយើងបើកហ្នឹងគឺផ្លូវបាទមានសម្រាប់អ្នកដឹកអ្នកដំណើរចតបាទចុះឡើងអញ្ចឹងណាបាទចរាចរណ៍អញ្ចឹងទៅដល់ពេលឃើញសញ្ញាគេដាក់ថាជាប់មានន័យថាពីផ្លាកសញ្ញាទៅមុខទៀតគឺអត់មានអ្នកដឹកដំណើរអីឆ្លងកាត់ទៅមកអីនោះទេណាជាប់ផ្លូវមានន័យថាផុតហើយបាទអញ្ចឹងគឺចម្លើយកចម្លើយត្រឹមត្រូវតើសញ្ញាចរាចរណ៍ខាងក្រោមនេះមានន័យដូចម្ដេចទើបត្រឹមត្រូវបាទគឺប្រយ័ត្នខាងមុខមានភ្លើងសញ្ញាចរាចរណ៍បាទមានភ្លើងស្តុបណាបាទភ្លើងសញ្ញាចរាចរណ៍អញ្ចឹងគឺចម្លើយខជាចម្លើយត្រឹមត្រូវតើស្លាកសញ្ញាខាងក្រោមមានន័យដូចម្ដេចទើបត្រឹមត្រូវបាទគឺយើងមើលនៅក្នុងរូបបាទ100ម៉ែត្រហើយមានរថយន្តមុខក្រោយណាបាទអញ្ចឹងចម្លើយខជាចម្លើយត្រឹមត្រូវហាមរថយន្តធុនធំដូចគ្នាគ្មានបើកបរទុកចន្លោះសវត្ថិភាពយ៉ាងតិច100ម៉ែត្របាទចន្លោះសវត្ថិភាពគឺចម្ងាយទម្លាតគ្នាណាបាទអត់ឲ្យគៀកគ្នានោះទេបាទអញ្ចឹងគឺចម្លើយខត្រឹមត្រូវបាទទុកចន្លោះសវត្ថិភាព100ម៉ែត្រអញ្ចឹងមើលកូនឡានសិតអតិភិបបាទកូនឡានយើងមាន2មានលេខ1លេខ2អញ្ចឹងពណ៌អីពណ៌ទៅយើងអត់សំខាន់គឺយើងមើលទៅលើចុងព្រួញបាទលេខ1ចេញមកត្រង់ហើយបាត់ឃើញទេខាងមុខមានឧបសគ្គឬទេគឺអត់មាននោះទេអញ្ចឹងកាលណាអត់មានឧបសគ្គគេឲ្យរថយន្តហ្នឹងទៅមុនបាទអញ្ចឹងលេខ1ទៅមុនណាមើលលេខ2មកទៅត្រង់ប៉ុន្តែវាទៅសញ្ញាព្រួញក៏ដូចជាឧបសគ្គរថយន្តលេខ1ដូច្នេះត្រូវឲ្យលេខ1ចេញទៅមុនហើយបានលេខ2អញ្ចឹងចម្លើយកត្រឹមត្រូវគឺរថយន្តលេខ1បត់ឆ្វេងទៅមុនបន្ទាប់មកលេខ2ទៅតាមក្រោយចូលវិញ្ញាសាមួយទៀតឃើញថារថយន្តយើងមាន3មានលេខ1លេខ2លេខ3បន្ទាប់ពីមើលរថយន្តហើយ
បាទមានពណ៌ក៏ពីរដែរពណ៌ក្រហមពីរនិងពណ៌ខៀវមួយអញ្ចឹងពណ៌អីពណ៌ទៅអត់សំខាន់ណាយើងមើលទៅជើចុងព្រួញលេខ1ទៅត្រង់ឃើញមានឧបសគ្គទេអត់ទេបាទលេខ2ទៅត្រង់តែមានឧបសគ្គណាទៅចុងព្រួញលេខ1បាទលេខ3ទៅត្រង់ដែរទៅលេខ2ឃើញទេអញ្ចឹងយើងដោះវាមកបាទដោះម្ដងមួយមកអញ្ចឹងលេខ1នេះអត់មានឧបសគ្គទេអញ្ចឹងលេខ1ត្រូវទៅមុនបាទកាលណាលេខ1ទៅមុនហើយឃើញឆ្លាស់ហ៎បាទអញ្ចឹងឆ្លាស់ខាងលើលេខ2អញ្ចឹងលេខ2ទៅបាទទៅមុនទៀតហើយបានលេខ3ទៅតាមក្រោយអញ្ចឹង1 2 3ណាយើងគិតឲ្យចេញអស់សិនមកហើយចាំមើលអក្សរតាមក្រោយអញ្ចឹងចម្លើយកនេះគឺដាក់ថាលេខ1ចេញទៅមុនហើយណាត្រូវតបមកលេខ2បាទត្រឹមត្រូវតបមកលេខ3ទៅតាមក្រោយឃើញទេបាទអញ្ចឹងចម្លើយកជាចម្លើយត្រឹមត្រូវនៅក្នុងការចន់ប្រាំងចុះទួលដូចគ្នាមួយចន់ដកមួយទៀតចន់ជាប់តើមួយណាធ្វើឲ្យកម្ដៅហ្វ្រាំងកើនក្ដៅជាងបាទអញ្ចឹងវាក្ដៅដូចគ្នារវាងចន់ដកហើយនឹងចន់ជាប់បាទអញ្ចឹងគាត់គេចង់ដឹងថាតើការចន់ជាប់និងចន់ដកមួយណាក្ដៅជាងបាទអញ្ចឹងគឺចន់ដកណាវាកកិតខ្លាំងកណាកិតខ្លាំងវាធ្វើឲ្យឡើងកម្ដៅដូច្នេះគឺចម្លើយកជាចម្លើយត្រឹមត្រូវចូលវិញ្ញាសាមួយទៀតតើអ្នកបើកបរមានសុខភាពធម្មតាក្នុងត្រូវការរយៈពេលធ្វើប្រតិកម្មប៉ុន្មានវិនាទីបាទអញ្ចឹងគឺ1វិនាទីបាទចម្លើយកជាចម្លើយត្រឹមត្រូវដើម្បីមើលទៅមុខឲ្យបានឆ្ងាយគ្រប់គ្រាន់តើអ្នកបើកបរត្រូវការចម្ងាយប៉ុន្មានវិនាទីបាទអញ្ចឹងគឺយ៉ាងតិចណាគឺ10វិនាទីចម្លើយខជាចម្លើយត្រឹមត្រូវបាទ10វិនាទីណាមិនមែន10នាទីទេបាទគឺមើលឲ្យបានគ្រប់គ្រាន់តើភាពសឹករបស់សម្បកកង់ត្រូវនៅសល់ជម្រៅក្រឡាយ៉ាងតិចប្រមាណគឺ1.6 មីលីម៉ែត្របាទគឺចម្លើយគោត្រឹមត្រូវបាទយើងចំណាំទៅគឺ1.6 មីលីម៉ែត្រតើអ្នកត្រូវត្រួតពិនិត្យអ្វីនៅត្រង់ចំណុចផ្លិតទឹកអញ្ចឹងគឺដំណើរការនិងភាពបាទជូតទឹកបានស្អាតដែរឬទេស្គាល់ទេអាផ្លិតទឹកអាកន្លែងមុខកញ្ចក់យើងជូតហ្នឹងបាទអញ្ចឹងគឺចម្លើយខត្រឹមត្រូវណាអញ្ចឹងយើងអត់មើលទៅភាពលេចជ្រាបរបស់ផ្លិតទឹកអីនោះទេហើយក៏អត់មើលទៅលើពណ៌ផ្លិតទឹកអីនោះដែរអ្វីដែលសំខាន់គឺយើងមើលទៅលើដំណើរការនិងការជូតវាតើយើងបើកទៅវាដំណើរការអត់បាទវាជូតស្អាតអត់ជៀសវាងការភ្លៀងមកវាបាំងភ្នែកយើងបង្កជាគ្រោះថ្នាក់ណាមើលអត់ឃើញណាបាទអញ្ចឹងយើងសូមបញ្ចប់នៅវិញ្ញាសានេះ